ok lồng hạt ní cứ dương ở trên này ngày mạc Việt đấy và đây mạc Việtនៅក្នុងលំហាត់នេះគឺយើងប្រើ elliptical មកវារាងមូលណាបាទអញ្ចឹងដើម្បីធ្វើលំហាត់នេះបានទាំងអស់គ្នាត្រូវទាញกระดาษកិច្ចការយើងចូលមួយមកមិនមិនបង្កើតกระดาษថ្មីទេគឺមើលតាមគំរូនេះគឺគេឲ្យយើងប្រើរូបនេះធ្វើជា background តែម្ដងអញ្ចឹងយើងទាញរូបនេះដាក់ក្នុង Photoshop មកបាទហើយបន្តមកទៀតកាត់រូបពីរទៀតដាក់បាទរូបមួយនេះមុនក៏បានដែរអញ្ចឹងកាត់ជារង្វង់មូលបាទអញ្ចឹងបើយើងកាត់ជារង្វង់មូលយើងកាត់មិនបាទអានេះអាចមូលទេពេលខ្លះវាអាចពងកពើឬក៏ពងអីផ្សេងអញ្ចឹងបើចឹងចង់បាំងមូលពេញលេញកុំភ្លេចរឿងចុចស៊ីឲ្យជាប់ហើយដៃស្ដាំរបស់យើងអូសម៉ៅយករូបកូនកន្លះកូនកំមុំមកបាទហើយដើម្បីផ្លាស់ទីរូបហ្នឹងគឺយើងប្រើឧបករណ៍ move to បាទ move to របស់យើងហ្នឹងចាប់វាទៅដាក់នៅក្នុងស្លឹកទី1នេះបាទស្លឹកកិច្ចការមួយនេះបាទប៉ុន្តែយើងឃើញថារូបរបស់យើងខុសគេត្រង់ថាវាអត់មានព្រាលបាទស្មៅនៅកែមណាវាលក្ខណៈច្បាស់តែម្ដងអញ្ចឹងដើម្បីបានកែមហ្នឹងគេធ្វើម៉េចហើយយើងឈរលើមកវាវិញបាទហើយយើងមើលកន្លែងនេះក៏បានយើងធ្វើកន្លែងហ្នឹងក៏បានយើងមកស្ដាំក៏បានយកពាក្យ feature ហ្នឹងមកហើយយើងដាក់លេខណាបើយើងដាក់លេខតូចវាព្រាលកាន់តែខ្លាំងបើយើងដាក់លេខកាន់តែធំវាព្រាលលេខតូចវាអត់ទៅព្រាលទេលេខកាន់តែធំកាន់តែព្រាលបាទអញ្ចឹងយើងឈរលើ move to វិញមកបានយើងចាប់វាយកទៅដាក់ក្នុងกระดาษកិច្ចការរបស់យើងបាទយើងឃើញថាព្រាលខ្លាំងដែរដោយសារអីគេគឺដោយសារយើងដាក់ feature មិញគឺទំហំលេខធំបាទចំពោះរូបមួយទៀតរូបមួយនេះបាទយើងធ្វើម៉េចបាត់អានេះចេញសិនកុំសេវវាទាញរូបគាត់ចូលមកបាទយើង select អូខេអានេះព្រីកឲ្យធំសិនហ្នឹងស្រួល select អូខេតោះ move to មកវា select ហើយកុំភ្លេចរឿង feature យើងដាក់បាទមកស្ដាំយកពាក្យ feature បាទហើយវាយលេខ60អីទៅអូខេប្រើ move to ចាប់វាយកទៅដាក់នៅក្នុងกระดาษកិច្ចការយើងបាទអូខេមានកន្លែងទៅភ្នែកតិចបាទបើយើង zoom ឲ្យធំមើលបាទយើង zoom វាឲ្យធំមើលយើងឃើញថាអាកន្លែងនេះវាមិនវាស្មើអត់ស្អាតណាបាទអញ្ចឹងកន្លែងហ្នឹងយើងឈរលើ layer យើងមកហើយយើងប្រើឧបករណ៍ eraser ដើម្បីលុបវាអញ្ចឹងនេះជាឧបករណ៍ eraser ចុចលើហ្នឹងហើយប្រាសបើយើងយក hard brush បាទលុបទៅវាអត់ស្អាតទេឥឡូវយើងប្រៀបធៀបការលុបរវាងប្រើ soft brush និង hard brush មួយគ្នាឥឡូវខ្ញុំប្រើ hard ហើយអញ្ចឹងវាអត់ស្អាតណាត្រឡប់ក្រោយវិញ Ctrl Z យើងប្រើ soft brush ក្នុងការលុបឥឡូវយើងលុបតិចមកបាទអញ្ចឹងឃើញ soft ហ៎បើវាអត់ឃើញស្នាមឃើញអីទេអូខេអញ្ចឹងលំហាត់មួយនេះគឺមានប៉ុណ្្នឹងឯងគេឲ្យយើងរៀនប្រើ elliptical marquee tool ជាមួយនឹងមុខងារ feature ដាក់ឲ្យព្រាលនៅកែមនៅពេលដែលយើងកាត់រូបអរគុណជួបគ្នានៅលំហាត់បន្តទៀត